បាទក៏ជាសួរពុកម៉ែបងប្អូនទាំងអស់គ្នាជាពិសេសបងប្អូនដែលមានដំណាំត្រេនចេះថ្ងៃនេះកសិកម្មមហាសាយើងបានធ្វើដំណើរទស្សនកិច្ចមកដល់ចំការមួយកន្លែងដាំដុះនៅលើផ្ទៃដីចំនួន90ហិកតាដែលមានចំនួន3000ជាងដើមចំពោះបេសកកម្មយើងលើកនេះគឺមកដើម្បីជួបជាមួយនឹងចាស់ចំការនៅទឹកដីស្រុកវាវែងនេះគឺយើងជួបគ្នាដើម្បីផ្លាស់ប្ដូរនៅបទពិសោធន៍នៃការធ្វើដំណាំត្រេនក៏ដូចជាការថែទាំត្រេនតាំងពីបេះផ្លែហើយយើងថែដើមដងវារហូតដល់ប្រមូលផលវិញដើម្បីធ្វើយ៉ាងណាឲ្យយើងទទួលបានផ្លែត្រេនឲ្យសមស្របទៅនឹងស្តង់ដារដែលអន្តរជាតិគេទទួលទិញពិសេសគឺគាត់ចង់ដឹងពីបច្ចេកទេសរបស់លោកគ្រូអានសេងដងដែលជាលោកគ្រូបច្ចេកទេសប្រចាំឃ្លាំងកសិកម្មមហាសាអ្វីដែលពិសេសទៅទៀតនោះគឺគាត់ចង់ដឹងអំពីរបៀបគ្រប់គ្រងផ្កានាអំឡុងពេលផ្កាជិតបែកនៅតំបន់ស្រុកវាវែងនេះឲ្យតែដល់វគ្គផ្ការីកបែកគឺដឹងថាជួបនឹងបញ្ហាទឹកភ្លៀងបងប្អូនអញ្ចឹងសម្រាប់ទុរេនមួយនៅពេលដែលវាផ្កាវាជិតបែកនេះឲ្យតែមានទឹកភ្លៀងតែងតែជ្រុះអញ្ចឹងគាត់ចង់ដឹងគាត់ចង់សិក្សាបន្ថែមស្វែងយល់បន្ថែមអំពីបច្ចេកទេសតើធ្វើយ៉ាងណាឬក៏ប្រើប្រាស់ជីថ្នាំយ៉ាងណាដើម្បីកាត់បន្ថយអន្តភ័យនៃការជ្រុះផ្កាជាពិសេសគឺគាត់ចង់ដឹងអំពីលោកគ្រូអានសេងដងដែលជាលោកគ្រូបច្ចេកទេសផ្នែកទុរេនប្រចាំឃ្លាំងកសិកម្មមហាសាយើងតែម្ដង